បាទជាបន្តមកខ្ញុំបាទសូមជម្រាបជូនមកនៅប្រវត្តិនៃការប្រកួតរបស់កីឡាករទាំងពីររូបបង្គោលក្រហមមានអាយុ26ឆ្នាំកម្ពស់1.65 ម៉ែត្រទម្ងន់57គីឡូក្រាមធ្លាប់ប្រកួតចំនួន69ដងអ្នក62ដងចាញ់5ដងស្មើ2ដងនិងធ្លាប់ដួលដៃគូតស៊ូស្លាប់ចំនួន42ដងជាកីឡាកររបស់ក្លឹបពេជ្រសម្ផាន់គុណខ្មែរសមាគមកីឡាប្រដាល់កងយុទ្ធពលខេមរៈភូមិន្ទគ្រូបង្ហាត់គឺលោកពេជ្រសុផាន់លោកស្រីនាងកញ្ញាជាទីមេត្រីក៏សូមស្វាគមន៍អ្នកប្រដាល់ពេជ្រអាទិទេបាទរាយកីឡាករបង្គោលខៀវអាយុ23ឆ្នាំកម្ពស់1.77 ម៉ែត្រទម្ងន់57គីឡូក្រាមស្មើគ្នាធ្លាប់ប្រកួតចំនួន30ដងឈ្នះ26ដងចាញ់4ដងមិនដែលស្មើនិងធ្លាប់ដួលដៃគូតស៊ូស្លាប់ចំនួន7ដងគឺជាអ្នកប្រដាល់មកពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោកស្រីអ្នកកញ្ញាជាទីមេត្រីក៏សូមស្វាគមន៍អ្នកប្រដាល់អាលីវ៉ាឡាឌីបាទអាលីវ៉ាឡាឌីធ្វើការស្វាគមន៍គ្រូចប់រួចរាល់បាទនៅពេជ្រអាទិទេពបាទក៏សូមបញ្ជាក់ជូនផងដែរបាទសម្រាប់កីឡាករពេជ្រអាទិទេពបាទបើសិនជាវាយបាទឲ្យកីឡាករបង្គោលខៀវបាទបោះបង់ចោលការប្រកួតបាទឬក៏ស្លាប់បាទក្នុងទឹកណាមួយបាទពីទឹកទី1ដល់ទឹកទី3បាទនឹងទទួលបានទឹកប្រាក់ឧបត្ថម្ភបាទគឺចំនួន2លានរៀលបាទក៏តែបើឈ្នះដោយពិន្ទុបាទក៏ទទួលបានការឧបត្ថម្ភដែរបាទត្រឹម1លានរៀលទេបាទក៏តែបើសិនជាស្មើបាទឬក៏ចាញ់បាទគឺមិនមានការឧបត្ថម្ភទេបាទហើយពិធីករបាទក៏ទទួលបានទឹកប្រាក់ឧបត្ថម្ភបាទចំនួន50,000រៀលផងដែរបាទចាមកកណ្ដាលស្ដាប់បំចំណេញការប្រកួតពីលោកអញ្ញាកណ្ដាលលោកសេនសូធាចាជម្រាបជូនថាគុណនេះប្រកួត3ទឹកលក្ខណៈគុណខ្មែរចៅក្រមត្រៀមប្រុងព្រៀបប្រកួតអ្នកចម្បាំងកម្លាំងកម្ពុជាគូទី5ដល់ឈ្មោះមិត្តភាពអន្តរជាតិរវាងកម្ពុជាអ៊ីរ៉ង់ទឹកទី1 round 1បាទទស្សនាការប្រកួតគូមិត្តភាពអន្តរជាតិបាទកម្ពុជារងបាទទឹកទី1បាទពេជ្រអាទិទេពបាទជាមួយនឹងអាលីវ៉ាឡាឌីបាទទាត់ឆ្វេងស្ដាំបាទតែអាទិទេពបាទរងជាប់បានទាំងអស់បាទមួយជើងស្ដាំខាងក្រោមបាទវាយឆ្វេងថែមស្ដាំបាទទាត់ឆ្វេងមួយជើងបាទវ៉ាឡាឌីដាក់មួយជើងស្ដាំទៅវិញបាទវាយឆ្វេងម្ដាយទាត់ស្ដាំថែមទៀតបាទអាទិទេពបាទរងជាប់បាទមួយជើងឆ្វេងបាទកីឡាករអ៊ីរ៉ង់បាទវាធំកម្ពស់ប៉ុណ្ណឹងបាទអត់សមទម្ងន់57គីឡូបាទតែថាគាត់ធ្វើទម្ងន់បាន57គីឡូបាទគឺជារឿងអស្ចារ្យបាទមួយជើងឆ្វេងទប់ជាប់ប
បាទទាត់ឆ្វេងមកជើងដោយអាទិទេពមកជើងស្ដាំសតវិញពីវ៉ាឡឌីអាទិទេពព្យាយាមដើរចូលបាទធាក់ឆ្វេងចាប់ជើងវាយឆ្វេងចំមុខវាយស្ដាំថែមឆ្វេងមួយទៀតបាទវាយឆ្វេងស្ដាំចូលចាប់កាច់អុកចង្គង់ស្ដាំអុកទៀតចង្គង់ឆ្វេងអុកថែមបាទលោកសេនសុធាបាទចាប់នៅពីរយកចេញពីគ្នាបញ្ជាប្រកួតបន្តទៀតទាត់មកជើងឆ្វេងធាក់ឆ្វេងពីកីឡាករបង្គោលខៀវបាទដើរចូលអាទិទេពវាយឆ្វេងថែមស្ដាំចូលទៀតដាក់ម្ដាយស្ដាំថែមទៀតបាទចលោនេះទៅមកទាត់មកជើងស្ដាំអាទិទេពរងជាប់បាទទាត់ឆ្វេងវាយឆ្វេងសងវិញបាទមកជើងឆ្វេងរងជាប់ទៀតពីអាទិទេពដើរចូលទាត់មកជើងឆ្វេងចំគល់ផ្លូវបាទដើរចូលវាយឆ្វេងវ៉ាឡឌីបាទនៅត្រឹងមកកន្លែងទាត់មកជើងស្ដាំបាទយើងរៀងចាញ់ទៅពោះគេតិចបាទវាយស្ដាំថែមឆ្វេងបាទប្រវែងដៃក៏រៀងចាញ់គេដែរបាទការវាយចេញរបស់គេនឹងមានតាមមានប្រវែងមកវាយចេញបានឆ្ងាយជាងបាទតែប៉ុណ្្នឹងបាទមិនមែនជាឧបសគ្គរបស់អាទិទេពទេបាទគួរដៃមួយប្រគល់បន្តទៀតទាត់មកជើងឆ្វេងរងជាប់អាទិទេពដើរចូលទាត់ស្ដាំទាត់ឆ្វេងវាយស្ដាំបាទវាយឆ្វេងដើរចូលទាត់ស្ដាំវាយស្ដាំសងវិញបាទចូលមកទៀតទាត់ឆ្វេងបាទវាយស្ដាំសើឆ្វេងម្ដាយបាទដាក់ម្ដាយស្ដាំថែមទៀតចំគុំជាបាទដល់ចូលមកមួយបាទប្រកគូប្រកួតរបស់ខ្លួនបាទពីពេជ្រអាទិទេពបាទទាត់មកជើងស្ដាំរងជាប់បាទដល់ចូលមកទៀតធាក់ជើងឆ្វេងវាយស្ដាំអូយបាទពីដួលដាក់ម្ដាយស្ដាំថែមទៀតបាទចូលថែមស្ដាំមួយទៀតបាទវាយឆ្វេងចំមុខអូមកដៃអំបញ្ញមិញមកល្អមែនទែនបាទចំគុំជាកីឡាករគោខៀវបាទចូលទៀតបាទវាយស្ដាំបាទទីទេបាទកំពុងតែមានឱកាសបាទមានព្រៀបបាទទៅលើកីឡាករគោខៀវចំទឹកទី1បាទខ្ញុំទស្សនារូបភាពយឺតបាទមុននឹងអ្នកទាំងពីរធ្វើការប្រកួតជាបន្តទៀតក្នុងទឹកទី2បាទដូច្នេះឱកាសបាទទទួលបានទឹកប្រាក់បន្ថែមបាទចំនួន2លានរៀលបាទរបស់កីឡាករពេជ្រអាទិទេពបាទគឺនៅសល់2ទឹកទៀតនៅទឹកចេញក្រៅនៅចំបាំងកម្លាំងកម្ពុជាគូទី5ដូចគូមិត្តភាពអន្តរជាតិរវាងកម្ពុជាអ៊ីរ៉ង់ទឹកទី2 round 2បាទចូលដល់ទឹកទី2បាទធាក់ឆ្វេងបាទទាត់មកជើងឆ្វេងបាទវាយឆ្វេងម្ដាយទាត់ស្ដាំបាទរងជាប់បាទដើរចូលវាយឆ្វេងថែមស្ដាំបាទវាយឆ្វេងស្ដាំចំមុខវាយស្ដាំថែមទៀតបាទវាយឆ្វេងស្ដាំទៅមកបាទគេក៏ត្រូវយើងក៏ត្រូវបាទកំតែគេត្រូវរៀងច្រើនជាងយើងបាទវាយឆ្វេងស្ដាំពីកីឡាករបង្គោលក្រហមដាក់ស្ដាំសងវិញបាទវាយឆ្វេងស្ដាំវាយសងទាត់មកជើងស្ដាំរងជាប់អាទិទេពដើរចូលដាក់ម្ដាយស្ដាំថែមទៀតបាទចូលចាប់កាច់លញ៉ាកដាលបាទក៏ចូលចាប់ខត់នៅនឹងពីរបាទប្រគួតបន្តទៀតទាត់មកជើងស្ដាំបាទវាយឆ្វេងស្ដាំវាយស្ដាំថែមទៀតបាទដាក់ម្ដាយស្ដាំបាទរំកើក្បាលម្ដងបាទព្យាយាមដើរចូលបាទដាក់ឆ្វេងដាក់ស្ដាំខាងលើចូលចាប់កាច់អុកចង្គង់ស្ដាំថែមទៀតបាទពីពេជ្រអាទិទេពលោកអាញាកដាលបាទចាប់ទៅនឹងពីរញើចេញពីគ្នាប្រគួតបន្តទៀតបាទប៉ះដៃដើរចូលបាទវាយឆ្វេងទាត់ស្ដាំចូលទៅទៀតពីអាទិទេពវាយឆ្វេងថែមស្ដាំទៀតចូលទៅទៀតធាក់មកជើងឆ្វេងចាប់ជើងបានវាយឆ្វេងសងវិញបាទចូលចាប់កាច់អុកចង្គង់លោកអាញាកដាលចូលទៅចាប់ខត់ប្រគួតបន្តទៀតអាទិទេពដើរចូលបុកឆ្វេងថែមស្ដាំបុកស្ដាំថែមទៀតវាយឆ្វេងចំពោះវាយឆ្វេងស្ដាំទៀតបាទព្យាយាមដើរចូលបាទសឹងតែទ្រាំភាសាមិនបានទេបាទកីឡាករបង្គោលខៀវវ៉ាឡឌីបាទដាក់ម្ដាយឆ្វេងចំពោះដួលដល់1 2 3 4 5 6 7 8 9 10ចប់សពគ្រប់ត្រឹមទឹកទី2បាទអបអរសាទរផងមកដល់ពេជ្រអាទិទេព
បាទអបអរសាទរបាទដល់ពេជ្រអតិទិទេពបាទប្រាពេលត្រឹមតែទឹកទី2ទេបាទមិញបាទផ្ដួលបាទកីឡាករអ៊ីរ៉ង់បាទគឺឲ្យចោះចាញ់បានបាទអញ្ចឹងគឺពេជ្រអតិទេពបាទមួយរយៈនេះល្អមែនទែនបាទការជួបបាទជាមួយនឹងកីឡាករបរទេស ប បាទ ង្គ ត្រឹម ោល ទឹក ក្រហមពេជ្រអតិទេពឈ្នះកីឡាករបង្គោលខៀវដោយបង្គោលខៀវស្លាប់ក្នុងទឹកទី2 បាទដូច្នេះបាទពីក្រុមហ៊ុនខ្មែរ Beruchis បាទអ្នកញ៉ាលៀងមេងបាទក៏បានផ្ដល់បាទនៅទឹកប្រាក់បាទចំនួន2លានរៀលបាទដល់ពេជ្រអតិទេពផងដែរសូមសំលេងដល់ពេជ្រអតិទេពមួយទៀតបាទអរគុណបាទក្នុងរូបផងដែរបាទខ្ញុំបាទក៏សូមថ្លែងអរគុណបាទដល់អ្នកញ៉ាលៀងមេងបាទដែលជាសាកសពនិកបាទរបស់ក្រុមខ្មែរ Beruchis បាទក៏បានឧបត្ថម្ភបាទដល់ខ្ញុំបាទដែលជាពិធីករបាទនៅទឹកប្រាក់បាទទាំងពីរនាក់បាទចំនួន50,000រៀលផងដែរបាទសូមថ្លែងអរគុណបាទ